មួយថ្ងៃនៃខែឧសភាកម្ពុជាទទួលបានគម្រោងវិនិយោគថ្មីជិត60គម្រោងបង្កើតការងារបានជាង40000កន្លែងរយៈពេល1ខែឧសភាឆ្នាំ2025កន្លងទៅនេះកម្ពុជាទទួលបានគម្រោងវិនិយោគថ្មីសរុបចំនួន59គម្រោងដែលមានទុនវិនិយោគសរុបប្រមាណ816លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានប្រមាណ44000កន្លែងបើតាមក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបញ្ជាក់ថាក្នុងចំណោមគម្រោងវិនិយោគសរុបគឺគម្រោងវិនិយោគថ្មីទាំងអស់នោះមានគម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន38គម្រោងនិងគម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន21គម្រោងការចុះបញ្ជីគម្រោងវិនិយោគនៅក្នុងខែឧសភាឆ្នាំ2025នេះគឺមានការកើនឡើងចំនួន34គម្រោងស្មើនឹង136%ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ570លានដុល្លារអាមេរិកស្មើនឹង231%បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ2024គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែឧសភានេះរួមមានគម្រោងអភិវឌ្ឍស្ថានីយ៍ផលិតអគ្គិសនីដែលដោយថាមពលខ្យល់អនុភាព150មេហ្គាវ៉ាត់ស្ថិតនៅស្រុកអូររាំងខេត្តមណ្ឌលគិរីមានទុនវិនិយោគប្រមាណ207លានដុល្លារអាមេរិកបង្កើតការងារ144កន្លែងគម្រោងពង្រីកផលិតកម្មផលិតសម្បកកង់រថយន្តនៅតំបន់សេដ្ឋកិច្ចពិសេសស៊ីនបាវិតខេត្តស្វាយរៀងទំហំទុនវិនិយោគបន្ថែមប្រមាណ244លានដុល្លារអាមេរិកគម្រោងវិនិយោគបង្កើតរោងចក្រផលិតសារធាតុគីមីសម្រាប់វិស័យឧស្សាហកម្មស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសហួរសៀង International ខេត្តស្វាយរៀងមានទុនវិនិយោគប្រមាណ20លានដុល្លារអាមេរិកបង្កើតការងារបាន461កន្លែង